នេះជាថ្ងៃទី7ថ្ងៃទី7ខែមេសាឆ្នាំ2024គណៈពេលនេះខ្ញុំកំពុងតែនៅកន្លែងដែលកំពុងតែកសាងសាលាដែលប្រសូតចេញពីដែលកើតចេញពីទឹកចិត្តសទ្ធាសេដ្ឋាបងប្អូនទាំងអស់គ្នាដើម្បីប្រម៉ែប្រមូលទៅតាមកម្លាំងសទ្ធាដែលអាចធ្វើទៅបានយកមកកសាងនៅតម្រូវការនៅខាងសាលាកំពុងតែត្រូវការសាលាមួយខ្នងទៀតដែលមានចំនួន3បន្ទប់បាទហើយក្នុងមួយបន្ទប់មានទំហំ12ម៉ែត្រគុណនឹង5ម៉ែត្រហើយនឹងវេរ៉ដាដើរ2ម៉ែត្រនៅខាងក្រោយខ្នងនេះកំពុងតែជាងត្រូវការច្រើនក៏ប៉ុន្តែកម្លាំងសទ្ធាជ្រះថ្លាបងប្អូនទាំងអស់គ្នាសាមគ្គីគ្នាមិនអាចឲ្យយើងហើយបានលឿនទេពីព្រោះនេះគឺជាសទ្ធាមួយដែលចេញពីទឹកចិត្តទៅស្រឡាញ់ការងារទាំងអស់គ្នាតាក់ទងទៅនឹងការបន្តបណ្ដាទៅដល់កូនមួយសម្រាប់ថ្ងៃអនាគតរបស់ប្រទេសជាតិយើងទាំងអស់គ្នាខាងក្រៅនេះគាត់យើងមានជាង3នាក់រហូតដល់12នាក់ទេប៉ុន្តែនេះគាត់ទៅញ៉ាំឲ្យហើយដើម្បីមុនរដូវចូលឆ្នាំផងដែរបាទឥឡូវយើងបានចាក់គ្រឹះហើយគ្រឹះយើងធ្វើឲ្យគ្រឹះទៅសល់ទៅក្រោមដីហើយនឹងធ្នឹមយើងបានឡើងជាបណ្ដាហើយនៅខាងក្រៅនេះកំពុងតែមមាញឹកដើម្បីរៀបចំភូមិធ្នឹមបន្តទៀតផងដែរបាទនេះគឺជាទស្សនវិជ្ជាបច្ចុប្បន្នភាពរបស់កិច្ចការកសាងសាលាសហគមន៍ ICIDU ទៅតាមកម្លាំងសទ្ធារបស់បងប្អូនបានចូលរួមជួយនេះជាទស្សនវិជ្ជាបច្ចុប្បន្នភាពនៅថ្ងៃទី7ខែមេសាឆ្នាំ2024បាទនេះជាទស្សនវិជ្ជាទាំងស្រុងហើយបច្ចុប្បន្ននេះយើងកំពុងតែជួបនឹងការខ្វះខាតមែនទែនតើទៅទៅនឹងស៊ីម៉ងខ្សាច់ដែកថ្មបាទយើងខ្វះខាតច្រើនមែនទែនឥឡូវនេះស៊ីម៉ងយើងទៅតាមការបងប្អូនជួយមកនេះមានសល់ដូចជាតែ8បាវទេហើយខ្សាច់មិនដឹងថាអាចហើយធ្នឹមនឹងអត់ទៀតអញ្ចឹងទៅយើងត្រូវការដែកបន្តទៅទៀតដើម្បីតម្លើងធ្នឹមតម្លើងសសរត្រូវការខ្សាច់កិច្ចការងារទាំងអស់ដែលយើងកំពុងការមាននោះបងប្អូនបានជួយជាបដាប៉ុន្តែយើងនៅមានការខ្វះខាតច្រើនមែនទែនដូច្នេះហើយសូមសំណូមពរបងប្អូនទាំងអស់គ្នាសូមមេត្តាចូលរួមជួយ share ចែករំលែកបន្តទៅទៀតនិងចូលរួមចាប់អ្នកចាប់ផលដើម្បីកសាងសាលានេះឲ្យប្រសូតចេញជាថ្នាក់រៀនពិតប្រាកដមួយដើម្បីក្មេងៗរបស់យើងដែលជាអ្នកជំនាន់ក្រោយរបស់យើងផងដែរសូមជូនពរទៅដល់បងប្អូនទាំងអស់គ្នាដែលកំពុងតែមានការមមាញឹកក្នុងការចូលរួមឧបត្ថម្ភក៏ដូចជាការចែករំលែកព័ត៌មានទាំងអស់គ្នាសូមឲ្យបងប្អូនទាំងអស់ជួបតែសេចក្តីសុខគ្រប់ប្រការទាំងអស់ទទួលបានភាពជោគជ័យលើគ្រប់ភារកិច្ចមានសុខភាពល្អទទួលបានភាពជោគជ័យលើគ្រប់ភារកិច្ចបាទហើយនឹងសូមបងប្អូនទាំងអស់គ្នាជួបតែសេចក្តីមង្គលគ្រប់ក្រុមគ្រួសារទាំងអស់សូមបងប្អូនមេត្តាចូលរួមជួយ share ចែករំលែកផងហើយដើម្បីធ្វើយ៉ាងណាឲ្យសាលានេះប្រសូតចេញជាថ្នាក់រៀនពិតប្រាកដមួយឲ្យបានមុនរដូវវស្សាបាទបានមុនរដូវវស្សាបាទអរគុណណាស់ជម្រាបលា